មកសម្ភារបងប្អូនប្រជាពលរដ្ឋខ្មែរយើងធ្វើការនៅលើកប៉ាល់គាត់ធ្វើការនៅនេះយូរឆ្នាំដែរឡើយពេលច្រើនខ្មែរយើងមករស់ស៊ីអ្នកខ្លះក៏យូរឆ្នាំអ្នកខ្លះក៏ទៅមកអញ្ចឹងតែអ្នកគាត់មុនយកកយកអីគឺវាច្រើនគឺថៃគឺជាថៃបើគេខ្វះទៅគេចូលខ្មែរយើងខ្វះទៅតែអ្នកพ่อแม่អ្នកមើលការខុសត្រូវអីទៅพ่อแม่នេះច្រើនតែថៃអ្នកមើលការខុសត្រូវមានតែគេច្រើនតែថៃទេអត់មានខ្មែរទេណាបងប្អូនខ្មែរយើងធ្វើការធ្ងន់បែបបុកធ្វើបុកហើយនឹងខាងអ្នកខាងលឿនៅខាងកសាងមានខ្មែរមានអីខាងទៅកសាងក៏ចឹងដែរកសាងក៏មិនទៅមានជនជាតិដែរយ៉ាងណាមានតកែខ្មែរនេះអត់មានមានតកែខ្មែរមានតែអ្នកพ่อแม่ក៏អីអ្នកមើលការក្នុងវាអត់មានទេអ្នកបង្កើតធំធំអត់មានទេមានតែជនជាតិទេខ្ញុំសួរគាត់នឹងដោយសារតែគាត់ធ្វើការនៅលើកប៉ាល់នឹងជាង30ឆ្នាំណាបងប្អូនអូយគាត់បន្តស៊ូមែនបងប្អូនខ្ញុំសូមសរសើរអាចចូលខ្ទង់មើលអត់ខ្មែរយើងគាត់ធ្វើការលើកប៉ាល់នេះទាំងយ៉ាងណាពួកការលើកបាត់ក្រាន់តែខ្ញុំថតខ្ញុំដើរថតហើយខ្ញុំរឹបត្រួសឡើងចិត្ត1000នាងមិនហ៊ានចិត្ត1000នេះមិនស្រុកទៅនៅលើកប៉ាល់មួយបងប្អូនខ្ញុំរាប់មិនហ៊ានខ្ទង់800ជាងអាហ្នឹងរាប់មិនហ៊ានណាដល់មិនហ៊ានទៀតអត់បានរាប់ក្នុងមួយទីវាចិត្ត100នេះអូនេះក្រុមខ្ញុំកំពុងជិះទូកធ្វើដំណើរចេញពីកប៉ាល់ជនជាតិហ្វីលីពីនទៅដំណាក់ទៅកប៉ាល់ផ្សេងមួយទៀតតែមិនទាន់ដឹងថាកប៉ាល់ហ្នឹងជនជាតិអីទេបងប្អូនធ្វើដំណើរបដើសភាបងប្អូនខ្មែរយើងនៅលើទូកបដើហើយគយគុណទេសភាពស្អាតបដើ